ប៉ុន្តែសំណួរសួរមកវិញនៅពេលដែលយើងផលិតបានហើយតើផលដែលយើងទទួលបាននេះពេលដែលយើងលក់ទៅវិញតើបានចំណូលរួចថ្លៃដើមដែរឬទេបើសិនជាផលវាបានមិនរួចថ្លៃដើមផងសំណួរសួរថាតើយើងដាំដើម្បីស្អីយើងធ្វើដើម្បីអីយើងដាំដំឡូងគឺដើម្បីបានផលគឺយើងត្រូវការយកលក់យកហិរញ្ញវត្ថុមកប្រើប្រាស់ដើម្បីចិញ្ចឹមជីវិតចុះបើសិនជាយើងធ្វើឲ្យវាលក្ខណៈខ្លាំងឲ្យវាលក្ខណៈល្អប៉ុន្តែបានផលមកយកទៅលក់នៅក្នុងទីផ្សារមិនរួចនៅក្នុងការចំណាយនោះមានន័យថាម៉េចមានន័យថាសេដ្ឋកិច្ចនៃការដាំដំណាំរបស់យើងគឺបរាជ័យដូច្នេះសំណួរសួរថាតើកសិករអាចធ្វើឲ្យដំណាំរបស់គាត់មានផលបានដែរឬទេគឺមិនបានទេអញ្ចឹងងាកមកវិញពាក់ព័ន្ធជាមួយនឹងការធ្វើឧស្សាហកម្មទៅលើកសិកម្មមានន័យថាធ្វើកសិកម្មនឹងឲ្យคล้ายទៅជាឧស្សាហកម្មធ្វើឲ្យវាคล้ายទៅជាពាណិជ្ជកម្មអាហ្នឹងវាទ្រាល់តែមានប្រព័ន្ធវត្តនៃសេដ្ឋកិច្ចវត្តនៃចរន្តឧស្សាហកម្មកសិកម្មនឹងតែម្ដងគឺមិនមែនពឹងផ្អែកទៅលើតែមួយផ្នែកទេត្រង់ចំណុចនេះគឺវាពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់វាតាក់ទងជាមួយនឹងអាណាចក្រទៀតវាពាក់ព័ន្ធជាមួយនឹងកសិករផ្ទាល់វាពាក់ព័ន្ធជាមួយនឹងរបៀបរបបនៃការគ្រប់គ្រងប្រទេសផងដែរវាមានការពាក់ព័ន្ធទាំងអស់វាមិនមែនពាក់ព័ន្ធតែមួយទី